អ្នកនេសាទដ៏សប្បុរសម្នាក់បានលែងត្រីតូចមួយក្បាលប៉ុន្តែត្រីនោះបានតបស្នងសងគុណរបស់គាត់វិញដោយចិត្តអាក្រក់ដោយរុញទូករបស់គាត់ទៅមុខរហូតដល់ទឹកជ្រោះកម្ពស់ 10000 ម៉ែត្រលេចចេញមកអ្នកនេសាទបានព្យាយាមផ្លាស់ប្ដូរទិសដៅដោយចែវទូកដោយប្រញាប់ប្រញាល់ប៉ុន្តែមិនបានផលអ្វីឡើយគាត់និងទូករបស់គាត់ត្រូវបានរុញច្រានចេញទឹកកម្លាំងប៉ះទង្គិចដ៏ខ្លាំងក្លាបានធ្វើឲ្យគាត់សន្លប់ពេលគាត់ភ្ញាក់ឡើងគាត់បានរកឃើញខ្លួនឯងនៅក្នុងចំការផ្លែពេះដ៏ស្រស់ស្អាតមួយដោយក្តីរីករាយយ៉ាងខ្លាំងអ្នកនេសាទបានដឹងថាត្រីនោះគឺជាអ្នកឧបត្ថម្ភរបស់គាត់ដែលបាននាំគាត់មកទីនេះចង់ដឹងចង់ឃើញគាត់បានចូលទៅក្នុងចំការកាន់តែជ្រៅហើយប្រកាសណាស់បានរកឃើញរូងភ្នំអាថ៌កំបាំងមួយនៅឆ្ងាយដែលច្រកចូលរបស់វាបញ្ចេញពន្លឺស្រអាប់បន្ទាប់ពីស្ទាក់ស្ទើរមួយសន្ទុះអ្នកនេសាទបានប្រមូលផ្ដុំភាពក្លាហានរបស់គាត់ហើយចូលទៅក្នុងនោះច្រកចូលរូងភ្នំតូចចង្អៀតហើយគាត់ត្រូវច្របាច់ចូលដោយអោនទាបប៉ុន្តែបន្ទាប់ពីដើរបានតែប្រមាណជំហានប៉ុណ្ណោះរូងភ្នំនោះស្រាប់តែក្លាយជាធំទូលាយមិនគួរឲ្យជឿហើយទិដ្ឋភាពនៅពីមុខគាត់ធ្វើឲ្យគាត់ភ្ញាក់ផ្អើលដីមានទំហំធំទូលាយនិងរាបស្មើមានវាលស្រែមានជីជាតិនិងស្រះទឹកដ៏ស្រស់ស្អាតដែលត្បាញចូលគ្នាដូចជាគំនូរបុរសនិងស្ត្រីដែលធ្វើការនៅវាលស្រែស្លៀកពាក់មិនខុសពីអ្នកខាងក្រៅទេហើយមនុស្សចាស់និងក្មេងៗនៅតែរីករាយនឹងខ្លួនឯងវាពិតជាឋានសួគ៌នៅលើផែនដីបុរសចំណាស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញអ្នកនេសាទបន្ទាប់ពីមើលគាត់នៅតែស្វាគមន៍គាត់យ៉ាងកក់ក្ដៅអ្នកនេសាទនិយាយតគុកតកាក់មិនអាចពន្យល់ពីប្រភពដើមរបស់គាត់បានទេឃើញបែបនេះបុរសចំណាស់ញញឹមយ៉ាងស្រទន់រួចរៀបចំអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់គាត់អ្នកនេសាទធ្លាប់ឃើញម្ហូបឆ្ងាញ់ៗបែបនេះតែក្នុងពិធីបូជាប៉ុណ្ណោះហើយមាត់របស់គាត់ហូរទឹកមាត់ធ្វើឲ្យក្មេងៗនៅក្បែរនោះសើចយ៉ាងរីករាយបន្ទាប់ពីបុរសចំណាស់ងក់ក្បាលទទួលស្គាល់អ្នកនេសាទលែងអាចទប់ខ្លួនឯងបានទៀតហើយរត់ចេញទៅយ៉ាងលឿនលេបអាហារក្នុងខ្យល់គួចមានតែឆ្អឹងនិងសំណល់អាហារដែលនៅសល់លើចានដោយពេញចិត្តអ្នកនេសាទចាប់ផ្ដើមញ៉ាំឃើញបែបនេះបុរសចំណាស់ញញឹមហើយឲ្យគាត់ញ៉ាំផ្លែពេះបន្ទាប់ពីញ៉ាំអាហាររួចអ្នកទាំងពីរបានជជែកគ្នាយ៉ាងស្ងៀមស្ងាត់បុរសចំណាស់បានពន្យល់ដោយស្មោះត្រង់ថាបុព្វបុរសរបស់ពួកគេបាននាំប្រជាជនរបស់ពួកគេមកកន្លែងនេះដើម្បីគេចផុតពីភាពវឹកវរនៃរាជវង្សឈិនហើយនៅតែឯកោពីពិភពលោកចាប់តាំងពីពេលនោះមកច្រើនឆ្នាំបានកន្លងផុតទៅហើយអ្នកគឺជាភ្ញៀវដំបូងពីខាងក្រៅបុរសចំណាស់បាននិយាយដោយស្មោះបន្ទាប់មកគាត់បានសួរថាតើរាជវង្សឈិនឥឡូវនេះជារាជវង្សឈិនមួយណាអ្នកនេសាទមានការភ្ញាក់ផ្អើលរាជវង្សឈិនលោកចាស់លោកមិនដឹងទេឬរាជវង្សឈិនមានអាយុកាលរាប់រយឆ្នាំមុនគាត់បានពន្យល់យ៉ាងរហ័សថារាជវង្សឈិនបានធ្លាក់ចុះរួចហើយបន្ទាប់ពីចំនួនទី2ហើយបន្ទាប់មករាជវង្សហាននិងវៃបានកន្លងផុតទៅឥឡូវនេះរាជវង្សឈិនបានគ្រប់គ្រងបុរសចំណាស់ឈរនៅទីនោះដោយភ្ញាក់ផ្អើលទើបតែដឹងថាមានអ្វីកើតឡើងខណៈពេលដែលអ្នកនេសាទបានយកប្រអប់ផ្លែពេះទៅដាក់ក្នុងហោប៉ៅដោយស្ងាត់ៗសម្រាប់រយៈពេល2-3ថ្ងៃបន្ទាប់អ្នកនេសាទត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅដោយអ្នកភូមិដោយរស់នៅដោយសុភមង្គលគាត់ចំណានយ៉ាងខ្លាំងចំពោះអត្ថិភាពដ៏សុខសាន្តនេះដែលគ្មានការគៀបសង្កត់ពីមន្ត្រីនិងពន្ធហួសហេតុផ្សេងៗជាកន្លែងដែលមនុស្សគ្រប់គ្នាគោរពនិងស្រឡាញ់គ្នាទៅវិញទៅមកហើយរស់នៅដោយគ្រប់គ្រាន់ទោះជាយ៉ាងណាក៏ដោយទោះបីជាឋានសួគ៌នេះអស្ចារ្យក៏ដោយគាត់នៅតែជាអ្នកខាងក្រៅដោយនឹកឃើញដល់កិច្ចការដែលមិនទាន់បានបញ្ចប់នៅលើភ្នំគាត់បានគិតយ៉ាងយូរហើយទីបំផុតបានសម្រេចចិត្តនៅព្រឹកបន្ទាប់ដើម្បីត្រឡប់ទៅផ្ទះវិញដោយស្ងាត់ៗរៀបចំអ្វីៗគ្រប់យ៉ាងហើយបន្ទាប់មកត្រឡប់ទៅឋានសួគ៌ដ៏ស្រស់បំព្រងនេះប៉ុន្តែភ្លាមៗនៅពេលដែលគាត់ទៅដល់ច្រកចូលរូងភ្នំគាត់ត្រូវបានបញ្ឈប់ដោយបុរសចំណាស់ម្នាក់ដែលកំពុងរងចាំនៅទីនោះរួចហើយបុរសចំណាស់ដឹងថាអ្នកនេសាទបានបដិញ្ញាចិត្តទៅដូច្នេះគាត់បានបញ្ឈប់គាត់ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែបានព្រមានគាត់យ៉ាងម៉ឺងម៉ាត់ថាកុំប្រាប់អ្នកណាអំពីអាថ៌កំបាំងនៅកន្លែងនេះបុរសចំណាស់និយាយចប់ហើយក៏ចាក់ចេញទៅអ្នកនេសាទដែលស្រឡាំងកាំងអស់មួយសន្ទុះបានងាកមកវិញហើយសួរថាលោកចាស់តើខ្ញុំអាចមកម្ដងទៀតបានទេដោយឃើញថាបុរសចំណាស់មិនបានឆ្លើយអ្នកនេសាទមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងហើយគ្មានជម្រើសអ្វីក្រៅពីចាក់ចេញពីរូងភ្នំតែម្នាក់ឯងដោយមិនអាចរកឃើញកន្លែងនោះម្ដងទៀតគាត់បានសម្គាល់ផ្លូវដោយប្រុងប្រយ័ត្ននៅតាមផ្លូវត្រឡប់ទៅផ្ទះវិញទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់បានបញ្ចប់កិច្ចការគ្រួសាររបស់គាត់ហើយបានទៅស្វែងរកស្លាកស្នាមគាត់បានរកឃើញថាស្លាកស្នាមទាំងអស់បានបាត់ទៅវិញដោយគ្មានដានដោយមិនអាចបង់ពន្ធបានអ្នកនេសាទត្រូវបានចាប់ខ្លួនដោយអាជ្ញាធរដោយអស់សង្ឃឹមចំពោះជីវិតរបស់គាត់គ្មានជម្រើសអ្វីក្រៅពីបង្ហាញទីតាំងនៃរដូវផ្ការីផ្កា Peach Blossom នោះទេចៅក្រមបានដឹកនាំក្រុមស្វែងរកភ្លាមៗប៉ុន្តែពួកគេមិនត្រឹមតែរកមិនឃើញអ្វីទេពួកគេក៏ស្ទើរតែបាត់បង់ជីវិតនៅតាមផ្លូវផងដែរដោយមានការខឹងសម្បារយ៉ាងខ្លាំងចៅក្រមបានបញ្ជាឲ្យប្រហារជីវិតអ្នកនេសាទនៅពេលនោះលីវស៊ីជីជាអ្នកប្រាជ្ញមកពីណានយ៉ាងបានលើអំពីស្ថានភាពលំបាករបស់ចៅក្រមហើយបានអង្វរគាត់ដោយហេតុនេះបានជួយសង្គ្រោះអ្នកនេសាទពេលត្រឡប់មកវិញលីវស៊ីជីបានសាកសួរអំពីរដូវផ្ការីផ្កាពេសពីអ្នកនេសាទបន្ទាប់មកអ្នកនេសាទបានបំពុលស្រាមួយពេកបន្ទាប់មកគាត់បានរៀបរាប់អ្វីគ្រប់យ៉ាងដែលគាត់ដឹងអំពីច្រាំងទន្លេលីវស៊ីជីមានសេចក្តីរីករាយយ៉ាងខ្លាំងនៅពេលឮរឿងនេះមកនាំខ្ញុំទៅទីនោះចូលយើងស្វែងរកជាមួយគ្នាយើងប្រកាសជានឹងរកឃើញចំការផ្លែពេសនោះខ្ញុំជឿអ្នកចាប់ពីពេលនោះមកអ្នកទាំងពីរបានចាប់ផ្ដើមស្វែងរកជាច្រើនឆ្នាំបានកន្លងផុតទៅហើយពួកគេបានស្វែងរកទូទាំងពិភពក្បាច់គុណប៉ុន្តែពួកគេមិនអាចរកឃើញដាននៃរដូវផ្ការីផ្កាពេសនោះទេលីវស៊ីជីដែលហត់នឿយពីការខិតខំធ្វើការអស់រយៈពេលជាច្រើនឆ្នាំបានធ្លាក់ខ្លួនឈឺហើយមិនដែលជាសះស្បើយឡើយពេលកំពុងដេកស្លាប់គាត់បានចាប់ដៃអ្នកនេសាទហើយដោយកម្លាំងចុងក្រោយរបស់គាត់បានសួរថាតើអ្នកកំពុងបញ្ឆោតខ្ញុំហើយបញ្ឆោតខ្លួនឯងមែនទេគ្មានអ្វីដែលហៅថារដូវផ្ការីផ្កាពេសទេវាគ្រាន់តែជាសុបិនមួយប៉ុណ្ណោះអ្នកនេសាទនិយាយមិនចេញទេគាត់បានកប់ផ្កាពេសដែលគាត់មិនបានយកមកវិញពីរដូវផ្ការីផ្កាពេសនៅខាងក្រៅផ្ទះរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃសូម្បីតែគាត់ក៏ចាប់ផ្ដើមសង្ស័យថាតើការចងចាំនោះគ្រាន់តែជាសុបិនឬអត់រហូតដល់ថ្ងៃមួយគាត់បានអូសរាងកាយដែលហត់នឿយរបស់គាត់ទៅផ្ទះងើយមុខឡើងដោយស្ងៀមស្ងាត់ហើយឃើញផ្កាពេសនៅខាងក្រៅរីកយ៉ាងអស្ចារ្យនៅពេលនោះការសង្ស័យទាំងអស់ដែលនៅសេសសល់បានបាត់ទៅវិញបាត់ទៅដូចជាទឹកសន្សើមពេលព្រឹកភាពស្ងប់ស្ងាត់និងភាពប្រកបប្រជាដែលបាត់បង់ជាយូរមកហើយបានហូរចេញពីជម្រៅនៃបេះដូងរបស់ខ្ញុំសាំងគ្រីឡាពិតជាមានមែន